អូណែហើយពួកឯងទាំងពីរយល់យ៉ាងណាចំពោះថ្ងៃ7មករាខ្ញុំក៏ថាវាជានយោបាយឆ្លៀតពេលរបស់យួនតែប៉ុណ្ណោះការជួយនិងការសម្លាប់គឺជាមនុស្សបកពួកតែមួយលោកនេះអានេះវាជារឿងប្រវត្តិសាស្ត្រមួយដែលយើងគួរតែគិតដែរប៉ុន្តែខ្ញុំចង់ឲ្យប្រជាពលរដ្ឋស្វែងយល់ដល់ខ្លួនឯងនិងចេះប្រៀបធៀបថាតើមុនថ្ងៃ7មករាថ្ងៃ7មករានឹងរំដោះរួចបច្ចុប្បន្ននេះរដ្ឋាភិបាលពិតជាបម្រើប្រជាពលរដ្ឋបានល្អឬនៅមិនល្អទេហើយតើឲ្យយួនចូលស្រុកមែនឬអត់លោកនេះចូលរាល់ថ្ងៃយួនចូលស្រុកឲ្យតើហើយពុកលួយក៏មានប៉ុន្តែយើងចង់ឲ្យប្រជាពលរដ្ឋក៏ចេះស្វែងយល់ដល់ខ្លួនឯងហើយយើងគួរតែមានព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យគាត់បានដឹងបន្ថែមប៉ុន្តែមានយោបល់ថាយើងគួរតែធ្វើយ៉ាងម៉េចល្អខ្ញុំគិតថាមានតិចឲ្យគេចាប់បាក់ពួក7មករាដោយលោកនេះសួរចម្លើយនឹងហើយមិនគេចាប់មនុស្សផ្ដេសផ្ដាស់អញ្ចឹងយើងមិនមែនជាប៉ូលីស7មករាអីនោះទេយើងទឹកតែចូលធ្វើការឆ្នាំ2011ទៅតើប៉ុន្តែម៉ែឲ្យយើងមានលុយយើងទិញសាក់ទិញផ្កាយដើម្បីធ្វើមេឯងលោកនេះពុកលួយបាញ់និយាយទេសម្រាប់តែចូលតែប៉ុណ្ណឹងស្អែកតែលោកនេះតែចាស់អញ្ចឹង